សួស្តីអ្នកនរគ្នាតោះតារាលេងមួយខ្ញុំហើយថ្ងៃនេះខ្ញុំហើយនឹងមិត្តភក្តិរបស់ខ្ញុំបាននាំគ្នាពពួកគ្នាទៅដើរលេងនៅទឹកធ្លាក់រមណីយដ្ឋានជ្រាវរាល់ដងឃើញគម្រោងខ្ញុំអីបានអាចឃើញជោគជ័យទេអញ្ចឹងថ្ងៃនេះគម្រោងរបស់ពួកខ្ញុំបានជោគជ័យប៉ុន្តែគ្រាន់រៀងឡោកឡាក់តិចគឺអាពេលមុននឹងមកឲ្យថា cancel តាព្រោះដោយសារនិយាយគ្នាអត់ត្រូវគ្នានិយាយក្នុងក្រុមនិយាយអត់ត្រូវគ្នានិយាយចង់និយាយឡើងបែងចែកត្រូវហើយអស់ហើយនិយាយត្រូវហើយមានណាស្អែកឡើងដាក់ទៅប្រើឲ្យរៀបចំឲ្យបានរៀបចំខ្លួនទៅប្រើរបៀបថាគម្រោងពីខែមុនអត់ជោគជ័យទេប៉ុន្តែគម្រោងបើពីថ្ងៃមុនអាហ្នឹងជោគជ័យមកមុនទៅហ្នឹងបាននិយាយស្រស់ស្រួលគ្នាឲ្យអស់ហើយម្នាក់ថាគម្រោងសិតឡើងដល់ជាន់ទី7ប៉ុន្តែប្រចាំមើលទាំងធ្វើទេម្នាក់គ្រាន់តែត្រឹមជាន់ទី4ហ្នឹងម្នាក់រត់ទៅលេងរួចអស់ហ្នឹងនាំទៅដល់ជាន់ទី7ទៀតដឹងមិនទៅឬថាជាន់ទី7ហ្នឹងពីជាន់ទី1ដល់ជាន់ទី7ហ្នឹងបានដល់ជាន់ទី7ហើយគ្រាន់តែឡើងម្ដងមួយជាន់នេះចង់ដាច់ខ្យល់ហើយនាំឡើងពីជាន់ទី1ដល់ជាន់ទី7ស្មើនឹងយើងដើរមួយជាន់ហើយនឹងប៉ុន្តែសំខាន់ត្រង់ថាទឹកក៏ស្អាតហើយត្រជាក់ទៀតទេសភាពហ្នឹងក៏ស្អាតដែរនិយាយរួមនិយាយទៅហើយចង់ទៅទៀតហ្មងដកចិត្តអត់រួចហ្មងប៉ុន្តែចាំមើលដឹងមានកម្រងទៅថ្ងៃណាទៀតទេព្រោះម្នាក់សិតថាសារក្រោយចាំទៅឡើងដល់ជាន់ទី7ប៉ុន្តែឥឡូវនេះម្នាក់សុំប្រំជាន់ទី6បានហើយព្រោះឡើងលើកទី1ឡើងភ្នំមិនមែនឡើងភ្នំលើកទី1ហ្មងសម្រាប់ពួកខ្ញុំអត់មានដែរគម្រោងណាឡើងភ្នំចឹងទេមានតែគម្រោងដើរលេងសមុទ្រឬក៏ទៅហូបអីជុំគ្នាប៉ុន្តែលើកនេះមហិច្ឆតាធំណានាំគ្នាទៅលេងទឹកធ្លាក់ជ្រាវហើយឡើងដល់ជាន់ទី7គម្រោងសិតឡើងជាន់ទី7ប៉ុន្តែបាច់មើលទាំងវើបានត្រឹមជាន់ទី6ម្នាក់ហកខ្យល់ឲ្យអ្នកជួយហ្នឹងគ្រាន់តែវាឡើងយូរតិចពីជាន់ទី1ដល់ជាន់ទី7ប៉ុន្តែបានผมជាន់ទី6ហ្នឹងបានហើយប៉ុន្តែលើថានៅជាន់ទី7ទេសភាពស្អាតហើយទឹករាក់ហើយទឹកត្រជាក់ទឹកស្អាតជាងនៅជាន់ទី6ជាន់ទី5ជាន់ទី4នេះទៀតប៉ុន្តែអត់បានទៅអញ្ចឹងចាំថ្ងៃណាមួយយើងនឹងនាំគ្នាទៅជាន់ទី7ដើម្បីមើលទេសភាពនឹងថាទេសភាពនឹងស្អាតមែនអត់ទៅឮគេនិយាយម្ដងមិនស្មើយើងនឹងជួបម្ដងត្រូវអត់ទាំងអស់គ្នាអីក៏ដោយក៏ត្រូវតែសាកបានដឹងបើយើងអត់សាកទេយើងអត់ដឹងទេត្រូវឲ្យមានគ្រប់រសជាតិត្រូវអត់ត្រូវឲ្យមានគ្រប់រសជាតិខ្វះមួយក៏បានដែរអាពេលឡើងទៅយូរប៉ុន្តែពេលអាចចុះទៅរៀងលឿនពេលនោះដូចជាឡើងម៉ោង9ឡើងម៉ោង9ទៅដល់ម៉ោង10កន្លះប៉ុន្តែឥឡូវនេះយើងបានឡើងមកដល់ជាន់ទី6ហើយនេះឥឡូវពងរៀបចំកន្លែងកន្លែងហូបអីព្រោះថាទៅឡើងដល់ម៉ោង10កន្លះម៉ោងបាយហ្នឹងអញ្ចឹងទៅនាំគ្នាហូបបាយហូបអីហើយអស់ហើយបាននាំគ្នាទៅលេងទឹកម្នាក់បាយនៅទីអត់ឆ្ងាញ់ទេបាយលើភ្នំម្នាក់បាយឆ្ងាញ់ដល់កហើយធ្វើម៉េចបើបាយនៅផ្ទះហើយបាយនៅភ្នំវាទេសភាពខុសគ្នាហ្នឹងត្រូវអត់ទាំងអស់គ្នាត្រូវអត់ខ្ញុំនិយាយត្រូវអត់ប៉ុន្តែពេលខ្លះរៀងអែមដែរតាបាយបដាស្ដាប់ទឹកធ្លាក់បណ្ដាស្ដាប់សំឡេងចាប់យំសម្ដាពេលវេលាបែបហ្នឹងដឹងមានម្ដងទៀតទេម្នាក់បើយូរជុំគ្នាម្ដងយូរបានហ្នឹងមិនជួបគ្នាមុខគ្នារហូតណាយូរបានជួបមុខគ្នាម្ដងហើយបានទៅដើរលេងបានទៅដោយសារថ្ងៃឈប់ទៀតថ្ងៃបុណ្យទៀតបើគ្មានថ្ងៃបុណ្យទេគឺមិនបានទៅដើរលេងជុំគ្នាអីទេជួបមុខគ្នាក៏ជួបដែរបានជួបដែរសំបីឆាតមួយគ្នាក៏យូរបានឆាតលេងមួយគ្នាម្ដងហ្នឹងអញ្ចឹងមែនជីវិតបន្ទាប់ពីបញ្ចប់ពីវិទ្យាល័យហើយចូលសាកលឲ្យម្នាក់ចូលធ្វើការងារម្នាក់មួយអស់ហើយអញ្ចឹងអត់សូវមានពេលទេប៉ុន្តែខ្ញុំនិយាយតាមត្រង់មែនណាខ្ញុំទៅហើយចង់ទៅទៀតព្រោះស្ដាយអត់បានឡើងដល់ជាន់ទី7គម្រោងម្នាក់សិតឡើងជាន់ទី7មហិច្ឆតាធំណាចាំមើលទៅអញឡើងដល់ជាន់ទី7ហើយបានម៉ែ
មានណាព្រំជាន់ទី4ម្នាក់ដឹងទៅហក់អីហ្នឹងអញ្ចឹងទៅបានព្រំជាន់ទី6ជាន់ទី6ទេសភាពក៏មិនណយដែរបានលេងទឹកជុំគ្នាហើយទឹកស្អាតទឹកត្រជាក់ទៀតនេះបន្ទាប់ពីបានលេងទឹកបានហូបបាយអីហើយអស់ហើយអង្គុយលេងអាហ្នឹង2-3ម៉ោងហើយបានម្នាក់ធ្វើនាំគ្នាធ្វើដំណើរចុះមកក្រុមវិញគឺយើងចុះមកដូចជាម៉ោង1ជាម៉ោង2ចឹងម៉ោង2យើងចុះមកក្រុមវិញប៉ុន្តែផ្លូវពេលឡើងហើយពេលចុះខុសគ្នាពេលឡើងទៅវាចោតឡើងលើឥឡូវពេលចុះវាចុះចោតចុះក្រោមប៉ុន្តែទេសភាពអែមដូចគ្នាផ្លូវឡើងផ្លូវចុះផ្លូវខុសគ្នាមែនប៉ុន្តែទេសភាពអែមដូចគ្នាអាពេលចុះហ្នឹងចុះបន្តិចឈប់តោះចុះបន្តិចឈប់អាពេលឡើងទៅតែ1ម៉ោងកន្លះណាអាសាច់ចុះវិញឡើង2-3ម៉ោងចុះបើចុះឈប់តិចឈប់តិចឈប់បើហត់ពេកយកហើយចុះតិចបាត់គ្នាចុះតិចបាត់គ្នាអាមួយឈប់នោះអាមួយឈប់នេះម្ដងតិចអញ្ចឹងទៅមានតែឈប់ចាំគ្នាមកស្ទុះហើយបានដើរទៅមុខទៀតហ្នឹងណាធ្វើម៉េចដើម្បីសាករសជាតិឡើងលើភ្នំម្ដងក្នុងមួយជីវិតឥឡូវសាកមែនបន្ទាប់ពីសាកហើយគឺយើងហត់មែនតែម្ដងគឺលែងមានអីនិយាយបងសាកហើយបន្ទាប់ពីសាកហើយគឺសប្បាយមែនតាចង់ទៅម្ដងទៀតប៉ុន្តែដឹងមានពេលណាទេបានទៅម្ដងទៀតជុំគ្នាទៀតទេសង្ឃឹមថាទៅសាក្រោយនឹងឡើងដល់ជាន់ទី7ចោះចង់ដឹងថាទេសភាពនឹងវាស្អាតខ្លាំងមែនអត់នឹងលឺអ្នកនៅនឹងគេប្រាប់ឯណាថាទេសភាពនឹងស្អាតជាងជាន់ទី1ទី2ទី3ទី4ទី5ទី6ទៀតហើយទឹកនៅនឹងរាក់ទៀតប៉ុន្តែចាំមើលហើយទឹកស្អាតទៀតប៉ុន្តែចាំមើលលើក្រោយនឹងទៅហើយនឹងឡើងដល់ជាន់ទី7លើកនេះនិយាយមែនតែនធ្វើមែនតែនដើម្បីសាកល្បងឲ្យបានគ្រប់រសជាតិទៅលេងនឹងស្ងាត់ល្អហើយទេសភាពស្អាតទៀតពេលវេលាបែបហ្នឹងដឹងពីមានប្រមាណដងទៀតព្រោះឯសាឡើងដល់ជាន់ទី6ទី7ហ្នឹងអត់សូវមានអ្នកឡើងដល់ទេព្រោះច្រើនគេលេងជាន់ទី1ទី2ទី3ទី3ហ្នឹងមួយមើលទី4រៀងមួយដែរទី5ក៏ចឹងដែរប៉ុន្តែទី6អត់សូវមានសិថាបាច់និយាយថាអត់មានសោះហ្មងណាមានតិចមានមួយដែរហ្នឹងណាមានច្រើនវាអត់សូវមានច្រើនជាងជាន់ទី4ទី3ទី2ទី1ទេព្រោះសារនឹកឃើញនៅក្រុមមានមនុស្សលេងច្រើនព្រោះនៅហ្នឹងមានកញ្ចុះមានអីគេលក់អីទៀតបើពួកខ្ញុំនេះទិញអីយកទៅលើកឡើងលើម្នាក់ហត់ដែរហ្នឹងធ្ងន់ដែរហ្នឹងកាន់យួរម្នាក់មួយស្វងឡើងទៅលើមានអ្នកលីធុងទឹកកកមានអីនិយាយទៅមានគ្រប់រសជាតិប៉ុន្តែសំណាងដែរទៅអត់ភ្លៀងតែភ្លៀងឲ្យវ៉ាន់ពិបាកចុះពិបាកឡើងបណ្ដោយពេលហ្នឹងមាត់ទឹកដែរមែននិយាយបន់ស្រន់នៅខមនៅខំកន្លែងនេះគឺខំនឹងមានតូបដែរនៅវិជានៅជាន់ទី2មានកន្លែងតូបតាបានអុជធូបបានសូមសេចក្តីសុខសេចក្តីចម្រើនហើយគឺយើងអុជធូបបានកុំអត់មានភ្លៀងហើយមានណាអត់មានភ្លៀងមែនហើយមេឃវ៉ាន់ស្ទុំរហូតអត់មានបានថ្ងៃទេអញ្ចឹងទៅត្រង់ត្រជាក់ស្រាប់ធ្វើឲ្យខ្ញុំណាទៅហើយចង់ទៅទៀតអត់វាថាអានឹកហ្មងនឹកចង់ទៅហើយទៅទៀតមកវិសាលទៅនឹងវាស្ងាត់ល្អចឹងបានធ្វើឲ្យខ្ញុំនេះទៅហើយចង់ទៅទៀតទៅម្ដងក៏មិនសាំដែរព្រោះទៅសប្បាយហើយស្ងាត់ល្អអញ្ចឹងបានធ្វើឲ្យខ្ញុំនេះទៅហើយចង់ទៅទៀតប៉ុន្តែតមួយស្ដាយអត់បានឡើងដល់ជាន់ទី7នោះមែនពេលនឹងជួបម្ដងក៏មិនស្ដាយខ្លាំងស្ដាយមែនតើមកបើបានឡើងដល់ជាន់ទី7ហ្នឹងដឹងវាមិនទៅអញ្ចឹងបានថាឬគេនិយាយ100ដងឲ្យស្មើយើងឡើងទៅម្ដងទេយើងសាកបានយើងដឹងបើយើងតសាកយើងមិនដឹងប៉ុន្តែលើកក្រោយដឹងទៅហើយដឹងទៅហើយទៅនឹងដឹងឡើងជាប់ទី7ហើយអញ្ចឹងចាំជួបគ្នានៅវីដេអូឡើងភ្នំអញ្ចឹងទៀតនៅពេលក្រោយណាប៉ុន្តែអត់ដឹងថាពេលណាទេដែលធ្វើវីដេអូឡើងភ្នំអញ្ចឹងទៀតហើយនៅជ្រាវនឹងអញ្ចឹងចាំតាមដានមើលថាវីដេអូឡើងភ្នំហើយនៅជ្រាវនឹងនៅពេលណាអញ្ចឹងចាំតាមដានមើលទាំងអស់គ្នាផងណា
ជួបគ្នានៅវីដេអូឡើងភ្នំក្រោយនៅថ្ងៃក្រោយនៅពេលវេលាក្រោយប៉ុន្តែអត់ដឹងពេលណាទេ